អូការពិតបានរកឃើញហើយលោកពូម្នាក់គាត់បានលើកឡើងថាសង្គ្រាមនៅក្នុងលោកគាត់បានដឹងយ៉ាងច្បាស់ម្ល៉េះហើយគាត់បានដកស្រង់ឡើងថាប្រទេសកម្ពុជាថ្ងៃក្រោយគង់តែមានសង្គ្រាមចូលមកប្រទេសជាពំខានឥឡូវពិតណាស់ដែលបានត្រូវនៅពាក្យសម្ដីរបស់លោកពូដោយពិតប្រាកដហើយបងប្អូនលោកពូម្នាក់នេះបានលើកឡើងថាសង្គ្រាមនឹងវិលជុំជាពំខាន10ឆ្នាំម្ដង10ឆ្នាំម្ដងទោះជាឆ្លងប្រទេសនេះហើយដល់ប្រទេសនោះមកដល់ពេលបច្ចុប្បន្នបានឆ្លងចូលមកប្រទេសកម្ពុជាដោយពិតប្រាកដណាស់ឥឡូវយើងចូលស្ដាប់នៅសម្ដីរបស់លោកពូម្នាក់នេះទាំងអស់គ្នាដើម្បីដឹងឲ្យច្បាស់ថាលោកពូលើកឡើងយ៉ាងដូចម្ដេចខ្លះគ្រាមនៅក្នុងលោកคล้ายទៅជាយ៉ាងណាហើយប្រទេសកម្ពុជាយើងមានហានិភ័យយ៉ាងណានិងអាពុឌីហេតុចេះទាំងឡាយបានជួយមកដល់ប្រទេសកម្ពុជាដោយរបៀបណាសង្គ្រាមរងហើយវល់ជុំដូចប្រទេសឡង់ដូចផែនដីអូអញ្ចឹងឆ្នាំ10ឆ្នាំកន្លែង10ឆ្នាំកន្លែង10ឆ្នាំកន្លែងឆ្នាំនេះដល់យើងទៀតដល់គេដល់យើងចាប់យើងគេចាប់គេយើងមានន័យថាសង្គ្រាមនេះនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជាដោយពិតប្រាកដមែនលោកពូហើយសង្គ្រាមនោះយើងអាចមើលឃើញទេលោកពូដែលលោកពូបានលើកឡើងថា10ឆ្នាំម្ដង10ឆ្នាំម្ដងនៅតាមតំបន់ប្រទេសនេះមានតែអ្នកទាំងអស់គ្នាមិនដឹងបើខ្ញុំថាមានអ្នកទាំងអស់គ្នាថាអត់យកឲ្យបង្ហាញខ្ញុំអាចបង្ហាញបានដល់ស្នាប់ហ្នឹងប៉ុន្តែលើកនេះដល់ស្នាប់ធំដុំដល់ខ្លាំងជាងកូវីដ20ដងហ្នឹងតាមឡើងទូសង្គ្រាមអត់ទូងាប់ជាងមានន័យថាលោកពូកំពុងតែដើរនឹងដើររកអ្នកមានបានដើម្បីជួយសង្គ្រោះប្រទេសតែម្ដងអ្នកមានអត់ជួយវិញទេស្គាល់អត់ស្គាល់អ្នកមានប៉ុនអត់ស្គាល់ផងលោកពូមកពីយើងអត់ស្គាល់អ្នកមានប៉ុនបានយើងអត់អាចយកអីពីធៀបទាំង6បានយកបើយើងអត់ស្គាល់អញ្ចឹងយើងអត់ចេះគោរពthìដូចយើងស្គាល់ពេជ្រអញ្ចឹងបើយើងអត់ស្គាល់ពេជ្រយើងឃើញពេជ្រពីឆ្នៃទៅហើយក៏យើងអត់ស្គាល់យើងនៅទៅបោះចោលដែរបាទបោះអត់ស្គាល់ផងទៅទៅគ្នានៅលើផែនដីអូរឿងអស្ចារ្យប៉ុន្តែយើងអត់ដឹងឥឡូវខ្ញុំប្រៀបគឺចែកជាគេរកឃើញវាអត់ព្រោះយើងទៅរកឃើញតែគេអត់ហ្នឹងអាហ្នឹងសួរថាអាត់កំបាំងឃើញគេរកឃើញអត់បាទឃើញលោកពូគេហៅអ្នកមានពុនបើអត់ប៉ុនរកមិនឃើញអាត់កំបាំងរបស់ភាពទាំង6បាទលោកពូឃើញយើងរកឃើញគេរកឃើញហើយយើងឆ្ងល់អត់ហើយបានយើងហើយបានទៅប្រទេសគេរកឃើញយើងវិញរកឃើញហើយអត់គេមកអត់តប្រឹកសូនបាទ100%យើងបានតែមួយហើយក៏ហៅយើងស្គាល់អត្ថន័យអីផងហើយដល់អ្នករកឃើញអត់ស្គាល់អត់ស្អីផងរកឃើញថាខ្លួនឯងអស់ចាអត់ស្គាល់ស្អីផងដល់សង្គ្រាមរងហើយវល់ជុំដូចផែនដីវល់បាទលោកពូឆ្នាំ10ឆ្នាំកន្លែង10ឆ្នាំកន្លែង10ឆ្នាំកន្លែងឆ្នាំនេះដល់យើងទៀតដល់គេដល់យើងចាប់យើងគេចាប់គេយើងដោយសារយើងអត់ស្គាល់អ្នកមានប៉ុនពូហេតុអ្វីបាទទៅរកអ្នកមានប៉ុនពូយើងអត់គោរពគេអូបាទអ្នកតែងតែបានជាអស្ចារ្យរបស់ខ្លួនឯងគឺប្រាជ្ញដូចគេបាទពូអស្ចារ្យប្រាជ្ញអ្នកប្រាជ្ញមិនអ្នកនិយាយច្រើនប្រាជ្ញប្រែថាអ្នកចេះបាទដល់ពេលយើងគោរពគេវាបានមកវិញយើងចេះដូចគេចេះចង់ខ្លាំងជាងគេទៀតឲ្យតែយើងគោរពគេត្រូវចេះគោរពតែយើងអត់ស្គាល់អ្នកមានប៉ុនផងមិនស្គាល់អត្ថន័យក្នុងផែនដីនេះឃើញគេរកឃើញទូរស័ព្ទឲ្យថតទេបាទប្រសាទហ្នឹងបើសិនជាអត់តែមនុស្សម្នាក់រកឃើញតែម្នាក់ឯងមនុស្សតែមួយរកឃើញតែឲ្យមនុស្សពេញពិភពលោកប្រើប្រាស់ឃើញអត់បាទលោកពូឡានគេរកឃើញសិនបាទគេរកអ្នករកឃើញតែមួយសិនឡានមួយគេឲ្យមនុស្សប្រើប្រាស់ពេញពិភពលោកឃើញអត់អាបច្ចេកវិទ្យាគេរកឃើញដូចថាដូចការីលេគាត់រកឃើញគាត់ថាផែនដីវល់ជុំវិញព្រះអាទិត្យទៅប្រាប់គេកំពុងគ្រប់សាសនាព្រះអាទិត្យប្រាប់គេមិនជឿបាទត្រូវគេអ្នកខ្លាំងជាងយើងគេមិនចាំគាត់ដាក់គុក6ឆ្នាំចាំទោះបីជាឲ្យតែមនុស្សល្ងងគ្រប់គ្រងយើងហើយទោះបីយើងចេះបណ្ណាក៏វាអត់ស្មើសូនដែរមកទៅវិញបានតែពាក្យសម្ដីមួយទុកដើម្បីគេស្រាវជ្រាវទៅរកឃើញបានទៅសើគាត់តាមក្រោយសើមនុស្សងាប់បាត់ហើយតាមនោះមិនទាន់ងាប់វិញយកមកប្រើបានចំណេញពេញពិភពមនុស្សនេះបាទលោកពូខ្ញុំសួរណៃមនុស្ស20លាននាក់ក្នុងនោះមានអ្នកប្រាជ្ញមួយអាចផលិតអីឲ្យយើងបានបាទយើងសម្រាប់មនុស្ស10លាន1លាននាក់នឹងមនុស្សអ្នកប្រាជ្ញនឹងមួយតើយើងសម្រាប់មួយណាបើយើងត្រូវសម្រាប់គេឲ្យជ្រើសរើសការសម្រាប់
ពូធំមិនដឹងជ្រើសរើសពូមនុស្សទីគ្នាពូ 10មកលៀនអ្នកមនុស្សមកលៀនអ្នកហ្នឹងមិនអ្នកប្រាជ្ញជាមួយនឹងអ្នកប្រាជ្ញម្នាក់ដែលយើងគូសម្រាប់ ពូធំមិនចេះបានទៅលោកពូមនុស្ស ច្រើនពេក មនុស្សមកណោពូ ជួម្នាក់នោះមួយទៅ ហេលោកពូម្នាក់នោះគេចេះធ្វើមិនយើងស្លាប់បានលោកពូហេ អានោះគេត្រូវសម្លាប់ប៉ះដូចជាពលពតអញ្ចឹងណាដូចជាសង្គ្រាមពិភពលោកហ្នឹងគេត្រូវស្លាប់600លានអ្នក700លានអ្នកហ្នឹងពេលលោកទី2យក700លានអ្នកជា1000លានអ្នកហ្នឹង បាទ យើងឲ្យយើងគេត្រូវតែស្លាប់អញ្ចឹងណាតើយើងគួរជ្រើសរើសយកមួយណាបើសម្រាប់អ្នក6អ្នកប្រាជ្ញ1លានអ្នកនោះអត់ប្រាជ្ញទេតែជាមនុស្សធម្មតា ពូហើយបើអញ្ចឹងខ្ញុំសុំនៅកណ្ដាលពូ យើងបេះផ្លែឈើអញ្ចឹងផ្លែឈើវាដែលសំខាន់ហើយយើងវាមិនតាន់ទុំផងយើងបេះ ពូហើយតើ បេះមកហូបអត់កើតទេមែនអត់ បាទពូបាទ អ្នកប្រាជ្ញបើគេសម្លាប់ ស្លាប់មិនលោកពូ អញ្ចឹងបើថតហើយឲ្យជួយពិចារណា បាទពូបាទព្រោះឲ្យខ្ញុំក៏មិនបានដឹងដែរព្រោះឲ្យប៉ុន្តែឃើញលោកពូដើរតាមផ្លូវអញ្ចឹងខ្ញុំក៏មកថតសួរលោកពូ តែហៅអ្នកមានបនលេងអីនោះ បាទលោកពូអញ្ចឹងលោកពូដើររnokមានបានហ្នឹងយូរណាស់នោះលោកពូប្រហែលឆ្នាំហើយលោកពូឬមួយទឹកតែចាញ់ទៅដែរលោកពូ អូខ្ញុំទឹកធ្វើទេទឹកធ្វើ5ឆ្នាំ អូលោកពូដើរ5ឆ្នាំហើយចុះលោកពូទីតាំងនៅកន្លែងណាដែរពូអត់មិនចឹងពូអត់មានទីតាំង មានទីតាំងទីជួយញ៉ាំមានតរោស្អីទៅកពុកនេះខ្ញុំរកលុយអីខ្ញុំតរោ អត់លោកពូ មកពីយើងអត់ស្គាល់អ្នកមានប៉ុនយើងអត់ស្គាល់ណៃអត្ថន័យ បងប្អូនកាត់សេជាលក្ខអក្សរហ្នឹងច្បាស់កលែតែម្ដងបងប្អូនមានទាំងឈ្មោះរបស់ប្រទេសក្រៅទៀតហើយមានឈ្មោះរបស់ព្រះទៀតបងប្អូនតើមិនដឹងថាមានអត្ថន័យយ៉ាងណាទេបងប្អូនពេលដែលឃើញខ្ញុំក៏បានមកថតបង្ហាញទៅម្ដងទៅថាមិនដឹងជើងរបស់កាត់ដើរហ្នឹងដើម្បីស្វែងរកអ្នកមានបិណ្ឌហ្នឹងតាមរបៀបណាទេជួយចាប់បានទេ អូនចាំឡើងទូសង្គ្រាមអត់ទូងាប់ទូកូវីដងាប់នោះ កូវីដលោកពូ ដូណាល់ត្រាំគាត់ណែអាហ្នឹងគេហៅអ្នកអីមនុស្សមិន បាទមិនទៅលោកពូ គាត់សោយបនគេហៅថាស៊ីបនណាទទួលបនណាបានធ្វើជាអ្នកធំតែកាលពីអតីតកាលជាតិពីមុនហ្នឹងគាត់ជាមនុស្សដែលគេថាធ្វើទៀនផងគេថាមើងងាយគេផង បាទលោកពូបាទ ប្រមាថគេផងធ្វើទៀនផងប្រមាថគេផងធ្វើទៀនផងប្រមាថគេផងដល់ទៅពេលម៉ាក់ងាយពោលពាក្យអាក្រក់នឹងទេសដៀលអ្នកដតីធ្វើពីទៀនតែគាត់ធ្វើទៀនខ្លះដូចជាការថៃចុះដៀលគេទៅដល់ពេលគាត់មកកើតមកគាត់គ្រប់គ្រងពិភពនោះគាត់ទៅឡងពេលគាត់ប្រឡងជាប់ដល់ពេលគាត់ប្រឡងជាប់ណែគាត់ប្រឡងជាប់តែជាមួយមនុស្សស្រីតែមួយមកគាត់ប្រឡងឲ្យតែជាមួយមនុស្សស្រីគាត់ប្រឡងជាប់ បាទ តែឲ្យតែគាត់ប្រឡងជាប់មនុស្សត្រូវស្លាប់ ហេតុមិនវិញលោកពូ អានោះគេហៅថាមនុស្សវាមានពីមានវិរិយជាមួយតែមនុស្សស្រីជួនកាលយើងមិនដឹងបើវាអ្វីធ្វើអតីតកាលយើងមានមើលឃើញណា បាទអញ្ចឹង បើខ្ញុំមើលឃើញខ្ញុំនិយាយទាំងអស់ បាទ តែគាត់ឡើងដល់ស្លាប់ហើយណាប៉ុន្តែលើកនេះដល់ស្លាប់ធំដុំម្ដងខ្លាំងជាងកូវីដ20ដងណាកូវីដងាប់មកនេះ ពីកៅគួយនេះលោកពូច្រើនណាស់លោកពូមិនអាចចាំទេ បាទ300លាននេះ បាទច្រើនបាទ ខ្ញុំមើលណែក្នុងទីផ្សាយណា បាទលោកពូបាទច្រើនបាទ 300លាននេះបើគុណនឹង20ដងស្មើមក បាទច្រើនណាស់បងគុណ20ដងអត់ដឹងប៉ុន្មានទេបងអត់ដឹងទេ 3 10ដង30 ជាងបងវិញទៅប្រហែលបង 30លានបាទ30,000លានអត់3,000លានអ្នកបាទ បងអធិស្ឋាននិយាយគ្នាមិញឥឡូវមិនដឹងបងឈ្មោះអីទេបងប្រាប់បានទេបងឈ្មោះអីដែរ ខ្ញុំលំនៅសុខសាន្តគាត់ បាទអូលំនៅសុខសាន្តគួរឲ្យស្រឡាញ់ បើបល័យគេថាច័ន្ទស្មាឡៃ បាទជឹកបងធ្លាប់បានបួសទេបង ខ្ញុំបួស7ថ្ងៃ បងនៅណាបួសបាន2ថ្ងៃសេលលាក់អសរដូចយ៉ាងច្បាស់កលែតអីបង អានេះគេហៅណាត្រាំត្រៀមខ្លួនគ្រាន់តែគាត់ឡើងឃើញខ្ញុំសេជួយទៅ បងប្អូននៅក្នុងនឹងមានឈ្មោះរបស់ដូណាល់ត្រាំទេបងប្អូនគឺរបស់ប្រទេស ហើយដំណោះស្រាយដោះបានទី1មនុស្សងាប់រួចបានដោះបានទី1មនុស្សងាប់បានដោះបាន បាទ ប្រហែលជា 3,000លានទី2មុនមនុស្សងាប់អាចដោះបាន ប៉ុន្តែណែវាលំបាកត្រង់ថាមនុស្សយើងវា ពូមនុស្សយើង ហៅថាមនុស្សវាអត់ដូចគ្នាទី1មនុស្សអត់ជឿមនុស្ស បាទត្រូវមនុស្សធម្មតាបាទ អត់ស្គាល់ធាតុទាំង6មើងងាយមនុស្សដល់អញ្ចឹងខ្ញុំដើររកអ្នកស្គាល់ធាតុទាំង6 លោកពូធាតុទាំង6នេះធាតុអ៊ីវិញទេលោកពូ ហើយស្គាល់ធាតុទាំង6 បាទអត់ស្គាល់ទេលោកពូអត់ស្គាល់ទេធាតុទាំង6នេះ ធាតុ1ឃើញដើមឈើដោះ ឃើញទៅ វាមានវិញ្ញាណ បាទទៅដឹងផងពូ